សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានរឿងភាគកូរ៉េថ្មីដែលរឿងនោះបានចេញផ្សាយនៅក្នុងខែឧសភាឆ្នាំ2025រឿងនោះមានចំណងជើងថា Tesfolio វាគឺជាសាច់រឿងនៃនិយាយអំពីស្នេហានៅក្នុងផ្ទះបាយដែលប្រៀបបីដូចជាសង្គ្រាមរវាង ហាមប៊ុនវូដែលជាអ្នកស្នងមរតកពីក្រុមហ៊ុនដែលក្លាយទៅជា Recep Hunter ដែលទទួលបាននិងបញ្ចូលគ្នានៅភោជនីយដ្ឋានតូចៗដើម្បីទទួលមរតកក្រុមហ៊ុនអាហារនិង Moon Yun Chu គឺជាមេចុងភៅដ៏រឹងរូសម្នាក់ដែលបើកភោជនីយដ្ឋានមួយតុដែលគ្មានសញ្ញានៅចុងជូហាមប៊ុនវូសម្ដែងដោយខាងហានងៀគាត់គឺជានាយកក្រុមហ៊ុនអាហារលំដាប់លេខ1របស់ប្រទេសកូរ៉េខាងសាននិងជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន Diamond One Star Moto គាត់មិនស្ទាក់ស្ទើរក្នុងការលួចរូបមន្តសម្រាប់ជាប្រយោជន៍ដល់ការបន្តអាជីវកម្មនិងស្ថានភាពលំដាប់កាយ3ប៉ុន្តែគាត់សម្លឹងមើលមុខម្ហូបរបស់ភោជនីយដ្ឋានចុងជេដែលដំណើរការដោយមេចុងភៅឆ្នើមយុនជូហើយចាប់ផ្ដើមភាពជាដៃគូដែលនឹងស្មានមិនដល់មុនយុនជូសម្ដែងដោយកូមីនស៊ីគឺជាចុងភៅដ៏រឹងរូសម្នាក់ដែលបើកភោជនីយដ្ឋានអាហារឆ្ងាញ់ចុងជេនៅចុងជូដែលខ្លួនឯងភោជនីយដ្ឋានកំពុងតែធ្លាក់ចុះដោយសារតែទស្សនវិជ្ជានៃការធ្វើម្ហូបយ៉ាងម៉ឺងម៉ាត់ក្នុងការដាក់បេះដូងចូលជ្រៀតនៅក្នុងគ្រឿងផ្សំនីមួយៗប៉ុន្តែក្រោយមកប៊ុងវូដែលជាឈើបោចំនួនទី2បានបង្ហាញខ្លួនហើយបាននិយាយថាគាត់ចង់កាន់កាប់ភោជនីយដ្ឋាននេះជាយុងសុកសម្ដែងដោយគឹមស៊ីនរុកគាត់គឺជាអ្នកមានសមត្ថភាពម្នាក់នៃភោជនីយដ្ឋានก๋วยเตี๋ยวដ៏ពេញនិយមនៅចុងជូជាមួយនឹងបទពិសោធន៍15ឆ្នាំនិងជាមេលក្ខកំបាំងនៃឧស្សាហកម្មก๋วยเตี๋ยวដែលធ្វើកិច្ចការរាប់រយជាមួយនឹងបទពិសោធន៍របស់គាត់គណៈពេលដែលគាត់កំពុងតែទទួលបានការព្យាបាលមិនគ្រប់គ្រាន់បើធៀបនឹងជំនាញរបស់គាត់បានចូលរួមជាមួយនឹងចុងជេបន្ទាប់ពីការផ្ដល់ជូននៅផ្នែករបស់យុនជូដែលគាត់ជួបដោយចៃដន្យនៅទីផ្សារស៊ីនចុងសៀលសម្ដែងដោយយុនស៊ូប៊ីនគាត់គឺជាកូនប្រុសរបស់ម្ចាស់ភោជនីយដ្ឋានก๋วยเตี๋ยวដ៏ល្បីមួយនៅចុងជូដែលបានបើកអាជីវកម្មអស់ពីចំនួនហើយគាត់បានហៅខ្លួនឯងថាជា CEO កាលគាត់នៅជាបុគ្គលិកជាមួយនឹងរូបរាងដ៏លយឆាយនិងរថយន្តទំនើបគាត់ហាក់បីដូចជា CEO ប៉ុន្តែគាត់មិនទាន់ទទួលបានការយល់ព្រមពីឪពុករបស់គាត់ឡើយដូច្នេះគាត់ធ្វើការជាបុគ្គលិកដោយរងចាំថ្ងៃដែលគាត់អាចនឹងគ្រប់គ្រងភោជនីយដ្ឋានก๋วยเตี๋ยวបានហាំស៊ីវូគាត់សម្ដែងដោយបែកណារ៉ាគឺជាកូនប្រុសច្បងនៃក្រុមហ៊ុនអាហារលំដាប់លេខ1របស់កូរ៉េហាំងសានគាត់គឺជាប្រធានភោជនីយដ្ឋាន Diamond លំដាប់ទី2ជាមួយនឹងភាពជាអ្នកដឹកនាំនិងមន្តស្នេហ៍ធម្មជាតិរបស់គាត់មានបំណងខ្លាចទៅជាអ្នកដឹកនាំបន្ទាប់របស់ហាំងសានហើយកំពុងតែប្រកួតប្រជែងយ៉ាងសិតស្វាជាមួយនឹងប្អូនប្រុសរបស់គាត់គឺប៊ុងវូដែលគ្រាន់តែសម្លឹងទៅមើលការឈ្នះឬចាញ់ការតងតាំងចិត្តដើម្បីឈ្នះគ្រប់ការចំណាយគាត់បានចូលរួមប្រកួតជាមួយនឹងប៊ុងវូដើម្បីដណ្ដើមយក Diamond 3 Star និងហាន់សានចាន់យុនហេសម្ដែងដោយហុងវ៉ាយុនគាត់គឺជាប្រធានចុងភៅនៃ Diamond 5 Linin Moto ជាមួយនឹងរូបរាងដ៏តាក់ទាញនិងពាក្យសម្ដីរបស់គាត់បានក្លាយជាចុងភៅដ៏គួរឲ្យស្រឡាញ់និងកក់ក្ដៅនៅលើកញ្ចក់ទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយសង្គមគាត់ផ្លាស់ទីយ៉ាងឆ្ងាញ់រវាងប៊ុងវូនិងស៊ុនវូដោយពង្រីកឱកាសរបស់គាត់ទាំងក្នុងនិងក្រៅផ្ទះបាយលីយូជីនសម្ដែងដោយ Baek Juran គាត់គឺជាបុគ្គលិកនៅ Moto របស់ Han San និងជាលេខាផ្ទាល់របស់ Ham Bong Wooបន្ទាប់ពីប៊ុងវូចុះទៅចុងជូគាត់ស្នាក់នៅម៉ូតូហើយធ្វើពុតជាយុនហេប៉ុន្តែគាត់ដើរខ្សែពួររវាងការពិតនៃការពារក្រុមហ៊ុននិងភាពស្មោះត្រង់របស់គាត់ចំពោះប៊ុងវូគាត់គឺជាតួអង្គដែលត្រៀមខ្លួនធ្វើដំណើរលឿនជាងអ្នកដទៃនៅពេលដែលមានឱកាសកើតឡើងហាំយ៉ូយូសម្ដែងដោយអូមីនអេគាត់គឺជាស្ថាបនិកនិងជាចុងភៅនៃក្រុមហ៊ុនអាហារលំដាប់លេខ1របស់កូរ៉េហាំសាននិងជាអិសរជនដ៏មានឥទ្ធិពលដែលបានរុញច្រានកូនប្រុសទី2របស់គាត់សុងវូនិងប៊ុងវូឲ្យចូលរួមក្នុងការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយគាត់គឺជាតួអង្គដែលមានជំនឿឈាមត្រជាក់ដែលបែងចែកពិភពលោកទៅជាអ្នកឈ្នះនិងអ្នកចាញ់ហើយគាត់មិនស្ទាក់ស្ទើរក្នុងការដាក់សូម្បីតែគ្រួសាររបស់គាត់ក្នុងការសាកល្បងដើម្បីភាពជោគជ័យគាត់បានប្រកាសថាគាត់នឹងប្រកល់អនាគតរបស់ហាងសានទៅឲ្យអ្នកណាដែលនាំឲ្យគាត់ជោគជ័យបានផ្កាយ3ចំពោះរឿងបែបកំ pl ាយ Tesfolio នេះដែរបានចេញផ្សាយរួចទៅហើយដែលបានចាក់បញ្ចាំងនៅថ្ងៃទី12 ខែឧសភាឆ្នាំ2025នៅលើ ENA, Genie TV និង Netflix